នេះគឺជារឿងក្តីដែលមនុស្សជាច្រើនជឿថាវិញ្ញាណរបស់នារីរងគ្រោះដែលត្រូវបានសម្លាប់ដោយបុរសអ្នករត់តាក់ស៊ីម្នាក់បានត្រឡប់ទៅធ្វើការសងសឹកទៅលើបុរសនោះវិញដោយលងបន្លាចបុរសនោះរហូតដល់បាត់បង់សតិដោយរឿងហេតុនេះបានកើតឡើងនៅក្នុងឆ្នាំ1990នៅតៃវ៉ាន់ម៉ារីកូអ៊ីគូជីអាយុ23ឆ្នាំគឺជានិស្សិតជនជាតិជប៉ុនដែលកំពុងសិក្សាឆ្នាំទី4នៅសាកលវិទ្យាល័យ Ochanomizu Women's University នៅក្នុងប្រទេសជប៉ុននៅក្នុងឆ្នាំបញ្ចប់ការសិក្សានេះម៉ារីកូបានជ្រើសរើសធ្វើដំណើរតែម្នាក់ឯងទៅកាន់តៃវ៉ាន់ដើម្បីជាការកម្សាន្តនិងការស្វែងយល់ពីវប្បធម៌នៅទីនោះដែលនេះមិនមែនជារឿងចម្លែកទេព្រោះនិស្សិតជនជាតិជប៉ុនភាគច្រើនតែងតែជ្រើសរើសតៃវ៉ាន់ជាទិសដៅទេសចរណ៍របស់ពួកគេសម្រាប់ឆ្នាំបញ្ចប់ការសិក្សាដោយសារតែតៃវ៉ាន់នៅជិតនិងមានកេរ្តិ៍ឈ្មោះជាទីកន្លែងដែលប្រកបដោយសុវត្ថិភាពដែលសមស្របសម្រាប់ការធ្វើដំណើររបស់និស្សិតក៏មិនមែនសម្រាប់តែនិស្សិតនោះដែរតៃវ៉ាន់គឺជាទិសដៅទេសចរណ៍ធំបំផុតសម្រាប់ជនជាតិជប៉ុនទាំងមូលតែម្ដងដូច្នេះការធ្វើដំណើរទៅតៃវ៉ាន់តែម្នាក់ឯងរបស់ម៉ារីកូមិនបានធ្វើឲ្យគ្រួសាររបស់នាងមានការព្រួយបារម្ភខ្លាំងណាស់ណាឡើយម៉ារីកូបានរៀបចំគម្រោងធ្វើដំណើរកម្សាន្តរយៈពេលជាង2សប្តាហ៍ដោយចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី2ខែមេសាឆ្នាំ1990និងត្រូវត្រឡប់មកវិញនៅថ្ងៃទី18ខែមេសាដំបូងនាងបានចុះនៅទីក្រុងតៃប៉េនិងបានស្នាក់នៅសន្តាគារធូរថ្លៃមួយនៅទីនោះនៅថ្ងៃបន្ទាប់ម៉ារីកូបានចំណាយពេលដើរកម្សាន្តនិងស្វែងយល់អំពីទីក្រុងតៃប៉េហើយក៏បានទិញនៅ postcard និងសរសេររៀបរាប់ពីដំណើរកម្សាន្តដ៏រីករាយរបស់នាងផ្ញើទៅកាន់គ្រួសាររបស់នាងនៅឯប្រទេសជប៉ុនឲ្យបានដឹងផងដែរពីព្រោះថានៅចំនួននោះមិនទាន់មានការប្រើប្រាស់អ៊ីនធឺណិតទូលំទូលាយឡើយលុះស្អែកឡើងថ្ងៃទី4មេសាម៉ារីកូក៏បានចាកចេញពីទីក្រុងតៃប៉េដោយធ្វើដំណើរតាមរថភ្លើងដើម្បីបន្តដំណើរកម្សាន្តរបស់នាងទៅកាន់ទីក្រុងថៃណានទៅដល់ទីនោះម៉ារីកូក៏បានឡើងជិះតាក់ស៊ីរបស់បុរសវ័យក្មេងម្នាក់ដែលមានឈ្មោះថាលោកលីដែលគាត់បានជួននាងដើរស្វែងរកសន្តាគារនៅក្នុងទីក្រុងថៃណានបន្ទាប់ពីជិះអស់ជាច្រើនជុំម៉ារីកូមិនអាចស្វែងរកសន្តាគារដែលនាងត្រូវចិត្តឡើយដោយសារតែសន្តាគារខ្លះមានតម្លៃថ្លៃពេកហើយខ្លះគ្មានបន្ទប់ទំនេរដូច្នេះហើយលោកលីដែលជាអ្នករត់តាក់ស៊ីក៏បានណែនាំនាងឲ្យទៅស្នាក់នៅផ្ទះរបស់គាត់តែម្ដងនៅក្នុងសម័យនោះអ្នករត់តាក់ស៊ីតែងតែមានទំនាក់ទំនងជាមួយម្ចាស់សន្តាគារឬផ្ទះសំណាក់ជាច្រើនក្នុងការនាំភ្ញៀវទៅកាន់ទីនោះហើយមានអ្នករត់តាក់ស៊ីខ្លះពួកគេបានបើកផ្ទះសំណាក់ផ្ទាល់ខ្លួនឬប្រើប្រាស់ផ្ទះផ្ទាល់ខ្លួនរបស់ពួកគេដើម្បីទទួលភ្ញៀវឲ្យស្នាក់នៅតែម្ដងដើម្បីរកចំណូលបន្ថែមដូច្នេះវាមិនមែនជារឿងដែលចម្លែកទេម៉ារីកូដែលឃើញថាលោកលីគឺជាមនុស្សដែលរាក់ទាក់និងព្យាយាមស្វះស្វែងក្នុងការរកកន្លែងស្នាក់នៅឲ្យនាងពិតប្រាកដមែននាងក៏យល់ព្រមទៅស្នាក់នៅផ្ទះរបស់លោកលីដែលរស់នៅជាមួយនឹងគ្រួសាររបស់គាត់ម៉ារីកូបានស្នាក់នៅផ្ទះរបស់លោកលីចំនួន3យប់នៅថ្ងៃទី5និងថ្ងៃទី6លោកលីបានជួលម៉ារីកូធ្វើដំណើរទៅទស្សនាទីកន្លែងផ្សេងៗនៅក្នុងទីក្រុងថៃណានម៉ារីកូក៏បានទិញនៅ postcard និងសរសេររៀបរាប់ពីដំណើរកម្សាន្តរបស់នាងពីលោកលីនិងពីគោលដៅបន្ទាប់របស់នាងគឺនាងនឹងចាកចេញពីទីក្រុងថៃណាននៅថ្ងៃទី7ខែមេសាហើយនឹងបន្តដំណើរកម្សាន្តទៅកាន់ទីក្រុងកៅសុងលុះមកដល់ថ្ងៃទី7មេសានោះម៉ារីកូក៏បានយក postcard ដែលនាងបានសរសេរផ្ញើទៅកាន់គ្រួសាររបស់នាងនៅឯប្រទេសជប៉ុនបន្ទាប់មកលោកលីក៏បានជួលនាងទៅកាន់ស្ថានីយ៍រថភ្លើងដើម្បីធ្វើដំណើរទៅកាន់ទីក្រុងកៅសុងតែបន្ទាប់ពីទៅដល់គោលដៅម៉ារីកូក៏ត្រូវបានបាត់ដំណឹងឆឹងគ្រួសាររបស់នាងលែងទទួលបាន postcard ពីនាងតទៅទៀតរហូតដល់ថ្ងៃទី18ខែមេសាដែលជាថ្ងៃដែលម៉ារីកូត្រូវត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញម្ដាយរបស់នាងបានមករងចាំទទួលនាងនៅឯពលានយន្តហោះប៉ុន្តែគាត់មិនបានឃើញវត្តមានរបស់ម៉ារីកូត្រឡប់មកវិញឡើយដោយព្រួយបារម្ភជាខ្លាំងម្ដាយរបស់ម៉ារីកូបានព្យាយាមស្វែងរកជំនួយនៅក្នុងប្រទេសជប៉ុនក្រោយមកគាត់ត្រូវបានអង្គការ Japan Exchange Association រៀបចំឲ្យគាត់ធ្វើដំណើរទៅតៃវ៉ាន់នៅថ្ងៃទី25ខែមេសានិងបានជួយរាយការណ៍ពីការបាត់ខ្លួនរបស់ម៉ារីកូទៅកាន់ប៉ូលីសតៃវ៉ាន់ប៉ូលីសតៃវ៉ាន់បានយកចិត្តទុកដាក់ទៅលើករណីនេះជាខ្លាំងដោយសារតែវាជាការបាត់ខ្លួនរបស់ភ្ញៀវទេសចរបរទេសដែលអាចនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះតៃវ៉ាន់អ្នកងារប៉ូលីសជាច្រើនបានចូលរួមក្នុងការស៊ើបអង្កេតរឿងក្តីនេះហើយមនុស្សដំបូងដែលប៉ូលីសសង្ស័យគឺជាលោកលីអ្នករត់តាក់ស៊ីដែលបានជួលដំណើរម៉ារីកូចុងក្រោយគេមុនពេលដែលនាងបាត់ខ្លួនលោកលីត្រូវបាននាំខ្លួនមកសួរចម្លើយប៉ុន្តែគាត់មានអំណះអំណាងនិងភស្តុតាងច្បាស់លាស់បញ្ជាក់ថាគាត់ពិតជាបានជួលម៉ារីកូទៅដល់គោលដៅរបស់នាងដែលជាស្ថានីយ៍រថភ្លើងពិតប្រាកដមែនហើយប៉ូលីសក៏បានរកឃើញដែរថាម៉ារីកូពិតជាបានឡើងជិះរថភ្លើងនិងធ្វើដំណើរទៅដល់គោលដៅដែលជាទីក្រុងកៅសុងប៉ុន្តែបន្ទាប់ពីចុះពីលើរថភ្លើងនៅទីក្រុងកៅសុងនាងក៏ត្រូវបានបាត់ខ្លួននៅទីនោះ
លោកលីត្រូវបានរួចខ្លួនពីការសង្ស័យរបស់ប៉ូលីសប៉ុន្តែគាត់ត្រូវរងនៅការវាយប្រហារពីសារព័ត៌មានជាខ្លាំងដោយសារតែជាប់ឈ្មោះជាជនសង្ស័យហើយគាត់ក៏ត្រូវទទួលរងនៅការរើសអើងដែលនាំឲ្យប៉ះពាល់ដល់អាជីពរបស់គាត់ជាខ្លាំងផងដែរអស់រយៈពេលជាច្រើនខែដែលប៉ូលីសព្យាយាមធ្វើការស៊ើបអង្កេតរឿងក្តីនេះប៉ុន្តែមិនទទួលបានតម្រុយអ្វីនៅចុងឆ្នាំ1990ប៉ូលីសបានបង្កើតក្រុមស៊ើបអង្កេតពិសេសមួយនិងបានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន$50,000តៃវ៉ាន់ដល់អ្នកដែលផ្តល់តម្រុយសំខាន់ដែលអាចឈានដល់ការរកឃើញម៉ារីកូម្ដាយរបស់ម៉ារីកូក៏បានធ្វើដំណើរទៅតៃវ៉ាន់ម្ដងទៀតនិងបានប្រកាសផ្តល់ប្រាក់រង្វាន់បន្ថែមចំនួនជាង$90,000តៃវ៉ាន់ផងដែរជាមួយនឹងប្រាក់រង្វាន់ដ៏ច្រើនបែបនេះក៏មានមនុស្សមួយចំនួនបានផ្ដល់ជាតម្រុយផ្សេងៗមកកាន់ប៉ូលីសប៉ុន្តែសុទ្ធតែមិនទទួលបានលទ្ធផលអីដូចជានៅថ្ងៃទី7ខែកក្កដាមានអ្នកផ្ដល់ព័ត៌មានមកថាម៉ារីកូត្រូវបានគេសម្លាប់ហើយសារសពរបស់នាងត្រូវបានកប់នៅទីបញ្ចុះសពមួយនៅតំបន់សៀនឈឹក្នុងទីក្រុងថៃណានប៉ូលីសជាច្រើនបានចុះទៅស៊ើបអង្កេតស្វែងរកប៉ុន្តែមិនបានរកឃើញអ្វីឡើយនៅខែកញ្ញាម្ដាយរបស់ម៉ារីកូក៏បានមកកាន់តៃវ៉ាន់ជាលើកទី3ដើម្បីមកស្វែងរកម៉ារីកូនិងបានបង្កើតសហគមន៍គាំទ្រការស្វែងរកម៉ារីកូថែមទៀតប៉ុន្តែនៅតែមិនទទួលបានលទ្ធផលអីរហូតដល់ខែតុលាគឺ6ខែបន្ទាប់ពីម៉ារីកូបានបាត់ខ្លួនប៉ូលីសក៏ទទួលបានតម្រុយមួយទៀតដែលមានអ្នករាយការណ៍មកថាមានបរិសុទ្ធអ្នករត់តាក់ស៊ីម្នាក់ដែលមានឈ្មោះថាលោកលីវសៀឆាំងមានអាយុ35ឆ្នាំជាអ្នករស់នៅក្នុងទីក្រុងកៅសុងដែលគាត់ធ្លាប់បានដឹកភ្ញៀវជនជាតិជប៉ុនហើយក្រោយមកគេបានដឹងថាគាត់បានខ្ចីលុយពីបងស្រីរបស់គាត់ដើម្បីយកទៅទិញឡានថ្មីដោយគាត់បានប្រាប់បងស្រីរបស់គាត់ថាឡានចាស់របស់គាត់ធ្លាប់បានដឹកមនុស្សស្លាប់ប៉ូលីសបន្ទាប់ពីទទួលបានតម្រុយនេះហើយក៏បាននាំខ្លួនបរិសុទ្ធដែលមានឈ្មោះថាលោកលីវនោះមកសាកសួរប៉ុន្តែលោកលីវគាត់បានបដិសេធហើយប៉ូលីសបានដឹងមកថាលោកលីវគឺជាមនុស្សដែលមានបញ្ហាផ្លូវចិត្តពាក្យចម្លើយរបស់គាត់ខ្លះពិបាកទទួលយកហើយប៉ូលីសគិតថាពាក្យសម្ដីខ្លះគាត់គ្រាន់តែចេះតែនិយាយប្រេះផ្ដាស់តែប៉ុណ្ណោះដោយសារតែគ្មានភស្តុតាងផងប៉ូលីសក៏មិនអាចចោទប្រកាន់លោកលីវបានពេលវេលាកន្លងផុតទៅជាបន្តបន្ទាប់ម៉ារីកូក៏មិនត្រូវបានរកឃើញសារព័ត៌មានក៏នៅតែបន្តចុះផ្សាយកេរ្តិ៍ឈ្មោះរបស់តៃវ៉ាន់ដែលធ្លាប់ជាកន្លែងដែលប្រកបដោយសុវត្ថិភាពត្រូវបានធ្លាក់ចុះភ្ញៀវទេសចរមួយចំនួនចាប់ផ្ដើមខ្លាចក្នុងការធ្វើដំណើរមកតៃវ៉ាន់ក្នុងថ្ងៃទី6ខែធ្នូប៉ូលីសបានបង្កើនប្រាក់រង្វាន់រហូតដល់$1 លានតៃវ៉ាន់នៅក្នុងថ្ងៃទី4ខែមករាឆ្នាំ1991ប៉ូលីសក៏បានរកឃើញសាកសពរបស់ស្ត្រីម្នាក់នៅក្នុងចំការអំពើក្នុងតំបន់ថៃចុងដែលមានភិនភាគស្តៀងខ្លាំងទៅនឹងម៉ារីកូគ្រួសាររបស់ម៉ារីកូបន្ទាប់ពីទទួលដំណឹងនេះពួកគេមានការខូចចិត្តជាខ្លាំងប៉ុន្តែបន្ទាប់ពីប៉ូលីសបានធ្វើការប្រៀបធៀបរូបភាពអេស្រេថ្មីលទ្ធផលបានបង្ហាញថាសាកសពនោះមិនមែនជាសាកសពរបស់ម៉ារីកូឡើយមិនយូរប៉ុន្មានប៉ូលីសក៏បានដាក់ការសង្ស័យទៅលើបុរសអ្នករត់តាក់ស៊ីដែលមានបញ្ហាផ្លូវចិត្តដែលមានឈ្មោះថាលោកលីវនោះម្ដងទៀតបន្ទាប់ពីមានការរាយការណ៍ពីអាកប្បកិរិយាកាន់តែចម្លែករបស់លោកលីវដែលគាត់ហាក់បីដូចជាមានការភ័យខ្លាចទៅនឹងអ្វីម្យ៉ាងជាខ្លាំងលោកលីវគឺជាមនុស្សដែលមានអាកប្បកិរិយាមិនសូវល្អតាំងពីដើមនិងមានប្រវត្តិធ្លាប់ធ្វើបាបសត្វឆ្កែឆ្មាអនាថាក្រោយមកគាត់ចាប់ផ្ដើមមានជំងឺផ្លូវចិត្តដែលមិត្តរួមការងារនិងសាច់ញាតិរបស់គាត់បានឃើញថាគាត់កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងផ្ទះរបស់គាត់និងឡានតាក់ស៊ីរបស់គាត់មានបិទពោពេញដោយយ័ន្តនិងរូបចម្លាក់ព្រះពុទ្ធជាច្រើនពេលខ្លះអ្នកជិតខាងឬមិត្តរួមការងាររបស់គាត់បានឮសំឡេងឬបានឃើញគាត់បិទភ្នែកសូត្រធម៌នៅក្នុងផ្ទះឬនៅក្នុងឡានតាក់ស៊ីរបស់គាត់បងស្រីរបស់គាត់បាននិយាយថាគាត់តែងតែយល់សប្តិអាក្រក់នៅពេលយប់យូរទៅគាត់ខ្លាចផ្ទះខ្លួនឯងរហូតដល់លែងហ៊ានគេងនៅក្នុងផ្ទះតទៅទៀតភាគច្រើនគឺគាត់សំងំតែនៅក្នុងតាក់ស៊ីរបស់គាត់គេងនៅក្នុងតាក់ស៊ីរបស់គាត់ដោយភ្នែករបស់គាត់សម្លឹងមើលជុំវិញខ្លួនដោយការភ័យខ្លាចគាត់ហ៊ានចូលទៅក្នុងផ្ទះតែមួយផ្លែតពេលដែលគាត់ត្រូវប្រើប្រាស់បន្ទប់ទឹកតែប៉ុណ្ណោះរួចហើយគាត់ក៏បញ្ញាប់បញ្ញាល់ចាកចេញមកវិញលើកនេះប៉ូលីសមិនបញ្ញាប់នាំខ្លួនលោកលាវមកសាកសួរភ្លាមឡើយពួកគាត់បានធ្វើការស៊ើបអង្កេតលោកលាវដោយសម្ងាត់ហើយក៏ទទួលបានព័ត៌មានមកទៀតថាមានសាក្សីឃើញលោកលាវអង្គុយញ៉ាំមីជាមួយម៉ារីកូនៅយប់ថ្ងៃដែលនាងបាត់ខ្លួនហើយក៏មានអ្នកជិតខាងរបស់លោកលាវធ្លាប់បានឃើញលោកលាវជញ្ជូនរបស់របរមួយចំនួនយកទៅបោះចោលនិងបានដុតរបស់អ្វីម្យ៉ាងនៅក្រោយផ្ទះរបស់គាត់បន្ទាប់ពីទទួលបានតម្រុយគ្រប់គ្រាន់ហើយនៅថ្ងៃទី4ខែមិនិនាឆ្នាំ1991គឺរយៈពេលជិត1ឆ្នាំបន្ទាប់ពីម៉ារីកូបានបាត់ខ្លួនប៉ូលីសក៏បាននាំខ្លួនលោកលាវមកសាកសួរម្ដងទៀតអាការៈរបស់លោកលាវពេលនេះគាត់ហាក់បីដូចជាភ័យខ្លាចនិងអស់កម្លាំងហើយបន្ទាប់ពីការសាកសួរលើកនេះលោកលាវគាត់ក៏បានសារភាពថាគាត់បានសម្លាប់ម៉ារីកូនិងបានបោះចោលសាកសពរបស់នាង
ប៉ូលីសបានព្យាយាមសួរនាំពីព័ត៌មានលម្អិតនិងទីតាំងដែលលោកលាវបានបោះចោលសាកសពរបស់ម៉ារីកូប៉ុន្តែលោកលាវបានផ្ដល់ចម្លើយមិនច្បាស់លាស់ឡើយម្ដងគាត់ថាបានបោះចោលនៅទីតាំងនេះម្ដងគាត់ថាបានបោះចោលនៅទីតាំងនោះប៉ូលីសបានព្យាយាមទៅស្វែងរកតាមទីតាំងដែលគាត់បានប្រាប់ប៉ុន្តែមិនបានរកឃើញអ្វីឡើយទោះបីជាយ៉ាងណាក៏ដោយប៉ូលីសសម្រេចឃុំខ្លួនលោកលាវនិងបានចោទប្រកាន់គាត់ពីបទករណីឃាតកម្មហើយនៅថ្ងៃទី5និងថ្ងៃទី6ដែលជាថ្ងៃបន្ទាប់ប៉ូលីសបានព្យាយាមសួរនាំលោកលាវបន្ថែមទៀតដើម្បីឲ្យគាត់រៀបរាប់នៅហេតុការណ៍លម្អិតហើយទីបំផុតលោកលាវក៏បានយល់ព្រមដោយចាប់ផ្ដើមរៀបរាប់ថានៅថ្ងៃទី7ខែមេសាឆ្នាំ1990គាត់បានឃើញម៉ារីកូស្ពីកាបូបនិងដើរតាមផ្លូវនៅមុខស្ថានីយ៍រថភ្លើងកៅស៊ុងតែម្នាក់ឯងក្នុងនាមជាអ្នករត់តាក់ស៊ីគាត់ក៏បានសួរនាំទៅកាន់នាងទើបដឹងថានាងគឺជាជនជាតិជប៉ុនលោកលាវគាត់អាចប្រើប្រាស់ភាសាជប៉ុនបានតិចតួចហើយគាត់ក៏បានព្យាយាមតាក់ទងជាមួយនឹងនាងពេលនោះម៉ារីកូបានស្នើឲ្យគាត់ជួយជួននាងស្វែងរកសន្តាគារធូរថ្លៃមួយហើយដូចជាលោកលីដែរលោកលាវក៏បានស្នើឲ្យម៉ារីកូទៅស្នាក់នៅផ្ទះរបស់គាត់តែម្ដងដោយសារតែម៉ារីកូមានបទពិសោធន៍ធ្លាប់ស្នាក់នៅផ្ទះរបស់លោកលីរួចទៅហើយដូច្នេះនៅពេលដែលលោកលាវបានស្នើឲ្យនាងទៅស្នាក់នៅផ្ទះរបស់គាត់នាងក៏យល់ព្រមដោយគ្មានអារម្មណ៍សង្ស័យឬព្រួយបារម្ភអ្វីឡើយនាងគិតថានេះគឺជារឿងធម្មតាហើយលោកលាវក៏ជាអ្នករត់តាក់ស៊ីដ៏ល្អម្នាក់ដូចជាលោកលីដែលនាងបានជួបពីមុនដែរមុនពេលជួនម៉ារីកូទៅស្នាក់នៅផ្ទះរបស់គាត់លោកលាវបានជួននាងទៅញ៉ាំអាហារនិងទស្សនាកន្លែងផ្សេងៗនៅក្នុងទីក្រុងកៅស៊ុងចុងក្រោយពួកគេក៏ទៅទទួលទានអាហារពេលល្ងាចជាមួយគ្នាបន្ទាប់មកទើបលោកលាវជួនម៉ារីកូទៅកាន់ផ្ទះរបស់គាត់ដែលស្ថិតនៅលើផ្លូវហ្វៃជីលោកលាវបានបន្តរៀបរាប់ពីមូលហេតុដែលឈានដល់ករណីឃាតកម្មដោយមិនសមហេតុផលថាអំឡុងពេលដែលគាត់កំពុងតែគេងលក់នៅយប់នោះគាត់ស្រាប់តែភ្ញាក់ពីដំណេកដោយមានអារម្មណ៍ថាមិនអាចគ្រប់គ្រងខ្លួនឯងបានហើយគាត់ក៏បានស្ទុះទៅយកស្នារបស់គាត់រួចលុបបាញ់ម៉ារីកូនៅត្រង់សៀតផ្ការបស់នាងចំនួន3គ្រាប់អំឡុងពេលដែលនាងកំពុងតែគេងលក់បន្ទាប់ពីបាញ់ចំនួន3គ្រាប់ហើយលោកលាវបានឃើញថាម៉ារីកូនាងនៅតែដកដង្ហើមស្រមុកនៅឡើយដូច្នេះគាត់ក៏បានបាញ់ថែម1គ្រាប់ទៀតទើបម៉ារីកូនាងបាត់បង់ជីវិតចម្លើយសារភាពរបស់លោកលាវនេះមិនសមហេតុផលទៅសោះទើបប៉ូលីសបានធ្វើការសន្និដ្ឋានថានៅក្នុងយប់នោះគឺលោកលាវមានបំណងចង់បំពានរាងកាយរបស់ម៉ារីកូដោយសារតែនាងបដិសេធទើបនាំឲ្យមានករណីឃាតកម្មកើតឡើងមានការសន្និដ្ឋានទៀតថាលោកលាវថែមទាំងបានរំលោភសាកសពរបស់ម៉ារីកូថែមទៀតបន្ទាប់ពីគាត់បានសម្លាប់នាងលោកលាវបានបន្តរៀបរាប់ទៀតថាបន្ទាប់ពីនោះគាត់បានកាត់ក្បាលរបស់ម៉ារីកូដាក់ចូលទៅក្នុងថង់ប្លាស្ទិកហើយបានរុំដងខ្លួនរបស់នាងដោយកណាត់រួមជាមួយនឹងខោអាវប្រឡាក់ឈាមរបស់គាត់រួចយកទៅបោះចោលនៅទីតាំងផ្សេងគ្នាគាត់ថែមទាំងបានចាក់សាំងដុតរាងកាយរបស់ម៉ារីកូថែមទៀតដើម្បីកុំឲ្យធំក្លិនគាត់បានយកប្រាក់មួយចំនួនរបស់ម៉ារីកូនិងបានយកកាតាបរបស់នាងទៅបោះចោលនៅធុងសម្រាមរីឯស្នាដែលជាអាវុធឃាតកម្មគាត់ក៏បានយកវាទៅបោះចោលក្នុងទន្លេហើយថែមទាំងបានដុតពូកដែលម៉ារីកូនាងបានគេងនៅក្នុងយប់នោះចោលនៅក្រោយផ្ទះរបស់គាត់ថែមទៀតដើម្បីបំបត្តិភស្តុតាងលោកលាវបានរៀបរាប់ទៀតថាបន្ទាប់ពីនោះគាត់តែងតែទទួលរងការលងបន្លាចពីវិញ្ញាណរបស់ម៉ារីកូទាំងនៅក្នុងសុបិននិងពេលខ្លះគាត់បានបើកភ្នែកមកឃើញក្បាលរបស់ម៉ារីកូនៅជិតមុខរបស់គាត់ភ្នែករបស់នាងបានសម្លឹងមកកាន់គាត់និងនិយាយមកកាន់គាត់ជាភាសាជប៉ុននេះជាមូលហេតុដែលធ្វើឲ្យគាត់មានការភ័យខ្លាចលែងហ៊ានគេងនៅក្នុងផ្ទះនិងបិទយ័ន្តនិងតាំងរូបព្រះពុទ្ធជាច្រើននៅក្នុងផ្ទះនិងក្នុងឡានរបស់គាត់ក្រុមប៉ូលីសបានព្យាយាមសួរនាំពីទីតាំងជាក់លាក់ដែលលោកលាវបានយកសាកសពរបស់ម៉ារីកូទៅបោះចោលហើយទីបំផុតនៅថ្ងៃបន្ទាប់គឺថ្ងៃទី7មីនាលោកលាវក៏ព្រមសារភាពថាគាត់បានបោះចោលដងខ្លួនរបស់ម៉ារីកូនៅដីវាលនៅកន្លែងនៅម្ដុំផ្លូវចុងមានទី13ក្នុងទីក្រុងថៃណានរីឯក្បាលរបស់នាងគាត់បានបោះចោលនៅក្នុងធុងសម្រាមនៅមុខព្រះវិហារ Nanmen Presbyterian ក្នុងទីក្រុងថៃណានដូចគ្នានៅថ្ងៃបន្ទាប់ជាថ្ងៃទី8មីនាប៉ូលីសក៏បាននាំខ្លួនលោកលាវទៅចង្អុលបង្ហាញទីតាំងដែលគាត់បានបោះចោលដងខ្លួនរបស់ម៉ារីកូហើយរហូតដល់ថ្ងៃស្អែកឡើងគឺថ្ងៃទី9មីនាទើបប៉ូលីសអាចស្វែងរកឃើញនៅបំណែកឆ្អឹងសរុបជាង100បំណែកដែលកប់នៅក្រោមឫសឈើដ៏ធំមួយបំណែកឆ្អឹងទាំងនោះក៏ត្រូវបានធ្វើតេស្ត DNA ផ្ទៀងផ្ទាត់ជាមួយនឹងម្ដាយរបស់ម៉ារីកូហើយវាក៏បានបញ្ជាក់ថានោះគឺជាសាកសពរបស់ម៉ារីកូពិតមែនចំណែកឯក្បាលរបស់ម៉ារីកូដោយសារតែលោកលាវគាត់បានយកទៅបោះចោលនៅក្នុងធុងសម្រាមអស់ជិត1ឆ្នាំទៅហើយវាពិបាកក្នុងការស្វែងរកមកវិញណាស់ហើយក៏ត្រូវចំណាយប្រាក់ច្រើនដែរប៉ូលីសក៏បានសម្រេចចិត្តបោះបង់ការស្វែងរកក្បាលរបស់ម៉ារីកូបន្ទាប់ពីការព្យាយាមស្វែងរកអស់ជាច្រើនថ្ងៃមកហើយដែរ
ចំណែកឯរបស់របរមួយចំនួនរបស់ Mariko ដែលលោកលាវគាត់បានយកទៅបោះចោលជាមួយនឹងកាតាបរបស់នាងនៅក្នុងធុងសំរាមមិនឆ្ងាយប្រមាណពីផ្ទះរបស់គាត់ក៏ត្រូវបានរកឃើញត្រឡប់មកវិញនេះគឺដោយសារតែមានបុគ្គលិកអនាម័យគេបានប្រទះឃើញកាតាបនោះនៅក្នុងធុងសំរាមហើយនៅពេលដែលឆែកមើលក៏បានរកឃើញរបស់របរមួយចំនួនដូចជាពិលកាំបិតពហុមុខងារឆ័ត្រនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតដែលយល់ថាវាគួរឲ្យស្ដាយបុគ្គលិកអនាម័យក៏បានយករបស់ទាំងនោះទៅរក្សាទុកលើកលែងតែកាតាបរបស់ Mariko ប៉ុណ្ណោះចំណែកឯស្នាដែលជាអាវុធកេតកម្មដែលលោកលាវបានយកវាទៅបោះចោលនៅក្នុងទន្លេលឹបក៏ត្រូវបានរកឃើញមកវិញផងដែរនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ1991លោកលាវត្រូវបានកាត់ទោសប្រហារជីវិតពីបទឃាតកម្មនិងបោះចោលសាកសពប៉ុន្តែដោយសារតែសភាពជំងឺផ្លូវចិត្តរបស់គាត់ក៏ត្រូវបានបន្ធូរបន្ថយទោសមកជាប់គុកអស់មួយជីវិតវិញនិងត្រូវបានដកហូតសិទ្ធិសាធារណៈអស់មួយជីវិតនៅថ្ងៃទី3ខែឧសភាឆ្នាំ1993សាកសពរបស់ Mariko ត្រូវបានបូជានៅតៃវ៉ាន់និងនាំយកធាតុត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញដោយម្ដាយរបស់នាងដោយសារតែច្បាប់នៅតៃវ៉ាន់នៅពេលនោះអ្នកទោសជាប់គុកអស់មួយជីវិតមានសិទ្ធិស្នើសុំការពិចារណាការដោះលែងខ្លួនបន្ទាប់ពីជាប់គុករយៈពេល10ឆ្នាំដូច្នេះហើយលោកលាវក៏បានព្យាយាមដាក់ពាក្យស្នើសុំជាច្រើនលើកជាច្រើនសារបន្ទាប់គ្នាប៉ុន្តែរហូតមកដល់ពេលនេះរយៈពេលជាង30ឆ្នាំទៅហើយការស្នើសុំរបស់គាត់មិនទាន់ទទួលបានជោគជ័យនៅឡើយទេដោយសារតែលក្ខខណ្ឌផ្សេងៗហើយក៏គ្មានការទទួលខុសត្រូវពីគ្រួសាររបស់គាត់ពីទីកន្លែងស្នាក់នៅបន្ទាប់ពីគាត់ត្រូវបានដោះលែងខ្លួនដែលសូម្បីតែក្រុមគ្រួសាររបស់លោកលាវក៏ពួកគេមិនអាចអត់ឱនទោសឲ្យគាត់និងបានស្នើសុំឲ្យតុលាការឃុំខ្លួនគាត់នៅក្នុងគុករហូតដល់គាត់បាត់បង់ជីវិតតែម្ដងដូច្នេះហើយលោកលាវបានក្លាយទៅជាអ្នកទោសដែលជាប់ពន្ធនាគារអស់មួយជីវិតយូរជាងគេនៅក្នុងប្រវត្តិសាស្ត្រតៃវ៉ាន់នៅចុងបញ្ចប់នៃរឿងក្តីនេះតើអ្នកទាំងគ្នាគិតថាលោកលាវពិតជាត្រូវលងបន្លាចដោយវិញ្ញាណរបស់ Mariko មែនឬយ៉ាងណាដោយសារតែការអះអាងរបស់លោកលាវថាគាត់ត្រូវបានលងបន្លាចដោយវិញ្ញាណរបស់ Mariko ទើបធ្វើឲ្យរឿងក្តីនេះកាន់តែមានភាពល្បីល្បាញនិងគួរឲ្យចាប់អារម្មណ៍ហើយបន្ទាប់ពីលេចលឺរឿងរ៉ាវអបិយជំនឿនេះក៏មានមនុស្សមួយចំនួនដែលរស់នៅម្ដុំទីតាំងដែលសាកសពរបស់ Mariko ត្រូវបានបោះចោលនោះបានចេញមកអះអាងបន្ថែមទៀតថាមុនពេលដែលសាកសព Mariko ត្រូវបានរកឃើញពួកគេធ្លាប់ទទួលបានការខលពីលេខមិនស្គាល់ដែលអ្នកខលមកនោះគឺជាសម្លេងមនុស្សស្រីនិងបាននិយាយភាសាជប៉ុនពេលនោះពួកគេមិនបានចាប់អារម្មណ៍ឡើយប៉ុន្តែបន្ទាប់ពីឮរឿងរ៉ាវនៃការលងបន្លាចរបស់ Mariko ទើបធ្វើឲ្យពួកគេព្រឺសម្បល់និងគិតថាតើអ្នកដែលខលនោះគឺជាវិញ្ញាណរបស់ Mariko ដែលនាងព្យាយាមស្វែងរកជំនួយឬយ៉ាងណានៅមានការលើកឡើងពីម្ចាស់ដីដែលសាកសពរបស់ Mariko ត្រូវបានគេរកឃើញនោះបានលើកឡើងទៀតថាពីមុនមកគាត់ធ្លាប់បានប្រើគ្រឿងចាក់ឈូសឆាយដីហើយនៅពេលដែលគ្រឿងចាក់បានចូលទៅដល់ជិតទីតាំងដើមឈើដែលមានសាកសពរបស់ Mariko កប់នៅខាងក្រោមនោះម៉ាស៊ីនគ្រឿងចាក់តែងតែរលត់ជានិច្ចដោយសារតែមានការលើកឡើងពីរឿងហេតុចម្លែកផ្ទួនបែបនេះទើបធ្វើឲ្យមនុស្សជាច្រើនកាន់តែជឿថាពិតជាមានវិញ្ញាណរបស់ Mariko ដែលបានមកសងសឹកនិងស្វែងរកយុត្តិធម៌សម្រាប់ខ្លួននាងពិតមែនហើយក៏មានមនុស្សបានវិភាគទៅលើផ្លាកលេខឡានតាក់ស៊ីរបស់លោកលាវដែលមានលេខ034 44 98ដោយលេខ34មានភាពជួនគ្នាត្រូវនឹងខែ3ថ្ងៃទី4ដែលលោកលាវត្រូវបានប៉ូលីសចាប់ខ្លួនរីឯលេខ44មានន័យថាស្លាប់ចំណែកឯលេខ98វាត្រូវគ្នាទៅនឹងថ្ងៃទី8ដែលប៉ូលីសបានទៅដល់ទីតាំងដែលសាកសព Mariko ត្រូវបានកប់និងលេខ9វាត្រូវគ្នាទៅនឹងថ្ងៃដែលប៉ូលីសបានរកឃើញបំណែកឆ្អឹងសាកសពរបស់ Marikoរឿងរ៉ាវនេះត្រូវបានគេយកទៅនិយាយតគ្នាកាន់តែច្រើនតាក់ទងទៅនឹងអបិយជំនឿហើយក៏នាំឲ្យមានអ្នកខ្លះបាននិយាយពន្លើសបន្ថែមបន្ថយសាច់រឿងដើម្បីធ្វើឲ្យរឿងរ៉ាវនៃការលងបន្លាចរបស់ Mariko កាន់តែមានភាពគួរឲ្យចាប់អារម្មណ៍ថែមទៀតដូច្នេះហើយទើបមានព័ត៌មានខ្លះនៅលើអ៊ីនធឺណិតតាក់ទងទៅនឹងរឿងក្តីនេះគឺជាព័ត៌មានបំភ្លឺដែលខុសពីការពិតនិងលើសពីអ្វីដែលលោកលាវគាត់បាននិយាយរៀបរាប់ហើយរឿងក្តីនេះក៏បានយកទៅផលិតជាខ្សែភាពយន្តផងដែរនៅក្នុងឆ្នាំ1994ដែលមានចំណងជើងថា The Sea Ghost Lantern ដែលជារឿងតាក់ទងទៅនឹងអបិយជំនឿសម្រាប់អ្នកដែលមិនជឿទៅលើរឿងរ៉ាវអបិយជំនឿគេបានលើកឡើងថានេះកើតឡើងដោយសារតែបញ្ហាផ្លូវចិត្តរបស់លោកលាវតែប៉ុណ្ណោះដោយសារតែបន្ទាប់ពីគាត់បានប្រព្រឹត្តករណីឃាតកម្មទៅលើ Mariko គាត់មានអារម្មណ៍ភ័យខ្លាចខ្លាំងគិតច្រើនរហូតដល់មានការស្មើស្មៃរវើរវាយមើលឃើញរូបភាពដែលគាត់ចងចាំរីឯរឿងរ៉ាវផ្សេងៗដែលអ្នកដទៃបានអះអាងនោះវាគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះ